បាទជំរាបសួរអ្នកនរគ្នាថ្ងៃនេះយើងមកបន្ត Manga Kagurabashi របស់យើងទៀតហើយមុននឹងចូលទៅដល់ការសម្ដែងខ្ញុំសូមអរគុណអ្នកនរគ្នាមែនទែនដែលបាន sponsor មកកាន់ខ្ញុំបើទោះជាច្រើនឬតិចក៏ដោយវាគឺជាកម្លាំងចិត្តដែលធ្វើឲ្យខ្ញុំបន្តធ្វើវីដេអូទៅមុខទៀតអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់សាច់រឿងតែម្ដងរំលឹកការពិភាក្សាមុន Shiro បានទៅជួបជាមួយនឹងម្ចាស់របស់ Enchanted Palace ម្នាក់ហើយដែលគាត់គឺជា Yuji Uruhaដែលបេសកកម្មរបស់ Shiro បន្តមកនេះគឺធ្វើយ៉ាងណាជូន Uruha ឲ្យទៅដល់វិហារ Senkusuchi ដែលមានសុវត្ថិភាពប៉ុន្តែនៅតាមផ្លូវធ្វើដំណើរពួកគេបែរជាត្រូវបានរារាំងដោយពពួកសត្វស្រើ Hichaku 2នាក់ហើយមើលទៅ2នាក់នេះមិនមែនជាសត្វស្រើដែលមានសមត្ថភាពកំពេចកំពុកដោយដែលពួកគេបានជួបនៅមុននេះទេដែលមុននឹងមកដល់ទីនេះពួកគេបានសម្លាប់កូនចៅរបស់ Uruha ស្លាប់អស់បាត់ទៅហើយអញ្ចឹងនៅ chapter នេះពួកយើងនឹងទៅសម្រាយបន្តការប៉ះគ្នារវាង Shiro និងសត្វស្រើទាំងអស់នោះយើងឃើញថានៅត្រង់ចំណុចនេះដែរក្រោយពីបានជួបជាមួយនឹងពពួកសត្វស្រើ Hichaku Shiro ក៏បានសួរអំពីគោលបំណងរបស់វាភ្លាមហើយអាម្នាក់នេះក៏វាមិនស្ទាក់ស្ទើរនៅក្នុងការប្រាប់ទៅកាន់ Shiro ដែរគឺវាមកទីនេះគឺដើម្បីសម្លាប់ Uruha ហើយវានៅបន្ថែមទៀតថាវាមិនឲ្យ Uruha ស្លាប់ទៅតែម្នាក់ឯងដោយឯកាទេដែលវាបានបញ្ជូនមិត្តភ័ក្តិរបស់ Uruha ប៉ុន្មាននាក់ទៅជាមួយដែរទៀតផងនិយាយមិនទាន់ចប់ស្រួលបួលផងគ្នាវាប៉ុន្មាននាក់ក៏បានស្ទុះទៅវាបហា Uruha ភ្លាមមិនចាំយូរ Uruha ក៏បានដកដៃរបស់គាត់ដើម្បីតតាំងជាមួយនឹងពួកវាហើយចំណែក Shiro វិញក្រោយពីឃើញបែបនេះគាត់ក៏បានបើកដំណើរការនៅ Ski Nishiki តែម្ដងហើយដោយអ្វីដែលយើងបានដឹងហើយ Ski Nishiki របស់ Shiro ពិតជាលឿនខ្លាំងណាស់ដែលសត្វស្រើកំពេចកំពុកទាំងអស់នេះគឺគ្មានគីឡូអីទប់ទល់ជាមួយនឹងគាត់ទេប៉ុន្តែនៅគ្រានោះដែរក៏មាននៅសម្លេងទះដៃមួយដែលវាគឺជាការបញ្ចេញនៅសត្វសេរីរបស់អាម្នាក់នេះហើយសត្វសេរីរបស់វាពិតជាមានលក្ខណៈចម្លែកមែនទែនដែលវាបានបញ្ចេញនៅក្រដាសចេញមកហើយបត់ពួកវាទៅជារាងចាបតូចៗមិនយូរប៉ុន្មានក្រដាសទាំងអស់នេះក៏បានហោះទៅទម្លុះខ្លួនកូនចៅរបស់វាដែលកំពុងតែប្រយុទ្ធជាមួយនឹង Shiro ដែលវាគឺជាល្បិចដែលធ្វើយ៉ាងណាឲ្យ Shiro ពិបាកនៅក្នុងការមើលឃើញដោយឆ្លៀតឱកាសមួយនេះវាក៏បានស្ទុះមកដាក់ Shiro មួយដាវភ្លាមប៉ុន្តែក៏ត្រូវបាន Shiro ធ្វើការរងជាប់ហើយដាវរបស់វាក៏ត្រូវបានបាក់នៅត្រង់នេះផងដែរដោយសារតែដាវរបស់វាគឺគ្រាន់តែជាដាវធម្មតាតែប៉ុណ្ណោះក៏ប៉ុន្តែអ្វីដែលចម្លែកនោះវាបែរជាចង្អុលទៅខាងក្រោយខ្នងរបស់ Shiro ទៅវិញហើយក្រោយពីបានក្រឡេកទៅយើងក៏បានដឹងថាក្រដាសដែលបានទម្លុះខ្លួនគ្នារបស់វានៅអំបែងមិញនេះគឺមិនទាន់ត្រូវបានបញ្ឈប់នៅឡើយទេដែលឥឡូវនេះដែរវាបានស្ទុះសម្ដៅទៅរក Uruha ហើយដោយខ្លាច Uruha មានគ្រោះថ្នាក់ Shiro ក៏បានប្រាប់ទៅកាន់ Haguri ឲ្យធ្វើនៅរឿងមួយដែលដំបូង Haguri ក៏មិនទាន់យល់ពីអ្វីដែល Shiro បាននិយាយទេក៏ប៉ុន្តែក្រោយពីបាននឹកឃើញអំពីការប្រយុទ្ធគ្នារវាង Shiro និង Kyora រួចគាត់ក៏បានស្ទុះទៅទាញក្បាលរបស់ Uruha ចុះទៅខាងក្រោមតែម្ដងហើយកន្លែងនេះហើយដែលយើងដឹងថា Shiro គាត់ចង់ធ្វើអ្វីដែលក្រោយពេលដែល Haguri បានទាញ Uruha អោនទៅខាងក្រោមរួច Shiro ក៏បានប្រើនៅ skill Kuro កាត់កំទេចនៅបរិវេណនេះទាំងមូលភ្លាមហើយបើសិនជានរណាគេអោនចុះក្រោមមិនទាន់ពួកគេនឹងត្រូវស្លាប់នៅក្រោមក្បាច់នេះទាំងអស់បន្ទាប់ពីប្រើក្បាច់មួយនេះរួចយើងឃើញថាកូនចៅរបស់ក្រុម Hichaku ក៏បានប៉ាងធ្លាក់ចុះពីលើរថភ្លើងក៏ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺអាសត្វស្រើម្នាក់នេះមិនបានត្រូវរបួសអ្វីទេដែលវាបានស្ទុះមករកពួកគេទៀតហើយដែលមើលទៅស្ថានភាពដូចជាពិបាក Uruha ក៏បានប្រាប់ទៅកាន់ Shiro មិនបាច់ខ្វល់អំពីគាត់ទៀតទេគឺធ្វើយ៉ាងណា Shiro ត្រូវតែផ្ដោតអារម្មណ៍ប្រយុទ្ធជាមួយនឹងវាតែម្នាក់បានហើយក្រោយពីបានឮលោក Uruha និយាយពាក្យបែបនេះរួច Shiro ក៏ចាប់ផ្ដើមលេងមែនតែនហើយដែលគាត់បានច្រានអាសត្វស្រើម្នាក់នេះចេញទៅខាងក្រៅរថភ្លើងតែម្ដងដែលចំពោះ Shiro នៅពេលនេះការទុកអាម្នាក់នេះឲ្យនៅជិតខ្លួនរបស់ Uruhaគឺជារឿងដ៏គ្រោះថ្នាក់បំផុតហើយម្យ៉ាងវិញទៀតនៅពេលមុននេះបន្តិច Shiro និងលោក Uruha បានរៀបចំផែនការជាមួយនឹងគ្នារួចទៅហើយដែលពួកគេបានទាយដឹងអំពីយុទ្ធសាស្ត្ររបស់ក្រុម Hichakuហើយតាមពិតទៅយុទ្ធសាស្ត្ររបស់ពួកគេគឺសាមញ្ញទេដោយសារតែគ្នារបស់ពួកវាមានចំនួនតិចវាក៏បានជួលពពួកសត្វស្រើមកពីខាងក្រៅមកជាជំនួយប៉ុន្តែអ្វីដែលជាបញ្ហានោះពពួកសត្វស្រើទាំងអស់នេះពួកវាទ្រាំជាមួយនឹង Raiden Tenseki មិនបានយូរទេដូច្នេះហើយការជួលពួកវាមកនេះគឺគ្រាន់តែដើម្បីទុកធ្វើជាទ័ពស្រួចដើម្បីទៅបំបាក់កម្លាំងក្រុម Kamunabi ជាមុនតែប៉ុណ្ណោះហើយបន្ទាប់មកពពួកសត្វស្រើដែលមានសមត្ថភាពខ្លាំងដូចជាម្នាក់នេះវានឹងទៅបញ្ចប់ជីវិតសត្វស្រើនៅក្រុម Kamunabi តាមក្រោយដែលពួកវាធ្វើបែបនេះគឺដើម្បីសន្សំកម្លាំងរបស់គ្នាពួកវាក្នុងការសម្រេចនៅផែនការក្រោយទៀតហើយក្រោយពីបានដឹងអំពីយុទ្ធសាស្ត្ររបស់ពួកវាយើងមកស្ដាប់អំពីយុទ្ធសាស្ត្ររបស់ Shiro ម្ដងមិនយូរទៀតទេថាមពលស្ទរហៅរបស់ Haguri នឹងមានឡើងវិញដូច្នេះហើយ Haguri និងលោក Uruha ត្រូវតែធ្វើដំណើរឲ្យដល់វិហារ Senkusuchi ពីព្រោះថានៅទីនោះក៏មានវត្តមានរបស់ម្ចាស់ Enchanted Palace ម្នាក់ដែរហើយដោយអ្វីដែលយើងបានដឹងហើយកាលណា Haguri ក៏ទទួលបាននៅថាមពលរបស់គាត់ឡើងវិញជាពិសេសគាត់បានជួបជាមួយនឹងម្ចាស់របស់ Enchanted Palace ដល់តែ2នាក់ទៀតនោះវត្តមាននៃ
Enchanted Blade ទាំងពីរនឹងត្រូវធ្លាក់មកក្នុងដៃពួកគេវិញនៅក្នុងពេលឆាប់ៗនេះដូច្នេះហើយទើប Shiro ក៏ស្ម័គ្រចិត្តនៅទីនេះដើម្បីបន្លាយពេលពួកវាហើយដោយដឹងថាបើសិនជាប្រយុទ្ធគ្នាមួយស្មើជាមួយនឹង Shiro វាមិនអាចយកឈ្នះទៅលើថាមពលរបស់ Enchanted Blade បានអាម្នាក់នេះក៏បានកោះហៅគ្នារបស់វាមកបន្ថែមទៀតអ្វីដែលសំខាន់គ្នារបស់ពួកវានៅលើកនេះគឺមានថាមពលនៃ Raiden Tenseki ជាជំនួយទៀតផងដែលវាបានដាក់ឈ្មោះឲ្យក្រុមមួយនេះថាជាក្រុមដែលមានសមត្ថភាពតទល់ជាមួយនឹង Enchanted Blade Shiro Rukuhara មើលទៅពេលនេះយើងអាចសម្លាប់ឯងបានហើយមុននឹងចាប់ផ្ដើមការប្រយុទ្ធរបស់ពួកគេទាំងពីរខ្សែរឿងក៏បានបង្ហាញយើងអំពីស្ថានភាពនៅក្នុងទីក្រុងតូក្យូនៅពេលបច្ចុប្បន្ននេះបន្តិចអស់រយៈពេល18ឆ្នាំមកហើយក្រោយពេលដែលសង្គ្រាមត្រូវបានបញ្ចប់ទីក្រុងមួយនេះត្រូវបានការពារដោយ Enchanted Blade ទាំង6ប៉ុន្តែបើសិនជាក្រឡេកមកមើលពេលបច្ចុប្បន្នវិញគឺវាមិនដូចមុនទៀតទេគឺដោយសារតែក្រោយពេលដែល Enchanted Blade ទាំង6ត្រូវបានគេលួចទៅទីក្រុងមួយនេះក៏បានធ្លាក់ចូលទៅក្នុងសភាពគ្រោះថ្នាក់ម្ដងទៀតហើយបើសិនជាផែនការរបស់ក្រុម Hishaku នៅក្នុងការសម្លាប់ម្ចាស់ Enchanted Blade បានសម្រេចពិតមែនទីក្រុងមួយនេះប្រកាសជាចប់ជាមិនខានដូច្នេះហើយបើទោះជាយ៉ាងណាក៏ដោយ Shiro មិនអនុញ្ញាតឲ្យម្ចាស់របស់ Enchanted Blade ស្លាប់នោះទេពីព្រោះថាពួកគេគឺជាបុគ្គលដែលសំខាន់មែនទែនដែលគាត់ត្រូវតែការពារដែលសូម្បីតែលោក Kunichi ផ្ទាល់ក៏ចាត់ទុកពួកគេគឺជាវីរបុរសដែរកាន់មកដល់ស្ថានភាពរបស់លោក Uruha និង Hakuri វិញនៅពេលនេះពួកគេទាំងពីរគឺមានសុវត្ថិភាពទេហើយបើទោះជានៅពេលនេះគ្មាន Shiro នៅការពារពួកគេតទៅទៀតពិតមែនក៏ផែនការរបស់ពួកគេនៅតែបន្តទៅមុខនៅឡើយដោយនៅក្នុងពេលបន្តិចទៀតនឹងមានគ្នាពួកគេមួយក្រុមទៀតចាំទទួលពួកគេនៅចំណត់ខាងមុខនេះដោយពួកគេគឺជាភ្នាក់ងារនៃក្រុម Kamunabi ដែលធ្វើការយាមការនៅវិហារ Senku Suchi នឹងឯងហើយនៅពេលដែលរថភ្លើងរបស់ Uruha ត្រូវបានមកដល់ពួកគេក៏បានគូនៅសញ្ញាយ័ន្តមួយនៅខាងមុខច្រកចេញតែម្ដងដោយក្រោយមកយើងក៏បានដឹងថាសញ្ញាមួយនេះគឺជាវិធីនៅក្នុងការ teleport របស់ពួកគេដែលមួយរំពេចក្រោយពួកគេក៏បានធ្វើដំណើរទៅដល់វិហារ Senku Suchi តែម្ដងវ៉ាវពិតជាលឿនរបស់គេមែនក្រោយពីបានមកដល់ទីនេះភ្លាមពួកយើងក៏បានឃើញនៅវត្តមានរបស់បរិមម្នាក់ហើយអំឡុងពេលដែលអ្នកនរគ្នាកំពុងតែដើរចូលទៅក្នុងបរិវេណនៃវិហារមួយនេះបរិមម្នាក់នោះស្រាប់តែស្ទុះសំដៅមករកពួកគេតែម្ដងហើយនៅពេលដែលមកដល់គាត់បែរជាយកដៃរបស់គាត់ស្ទាបទៅលើមុខរបស់ Hakuri ដោយក្រោយមកយើងក៏បានដឹងថាបរិមម្នាក់នេះមានឈ្មោះថា Samuraគឺជាមនុស្សខ្វាក់នោះទេដែលគាត់ក៏ជាម្ចាស់របស់ Enchanted Blade ម្នាក់ដែរដែល Shiro បាននិយាយប្រាប់មកកាន់យើងនៅពេលមុននេះហើយបើទោះជាគាត់គឺជាមនុស្សខ្វាក់ពិតមែនក៏ប៉ុន្តែក៏មើលស្រាលទៅលើសមត្ថភាពរបស់គាត់ឲ្យសោះដែលសមត្ថភាពនៅក្នុងការហាត់ក្លិនរបស់គាត់គឺពិតជាពូកែខ្លាំងមែនទែនហើយតាមពិតទៅ Samura បានដឹងអំពីវត្តមានរបស់ Shiro យូរណាស់មកហើយដោយសារតែកាលដែល Shiro នៅតូចគាត់បានប្រទះជួបគ្នាជាមួយនឹង Shiro ដោយចៃដន្យហើយគ្រាន់តែការហាត់ក្លិនទៅលើ Shiro គាត់បានទាយអំពីសមត្ថភាពពិតរបស់ Shiro ដឹងតែម្ដងដូច្នេះហើយសម្រាប់គាត់ក្លិនរបស់ Shiro គឺគាត់ចាំមិនភ្លេចនោះទេដែលឥឡូវនេះដែរគាត់ពិតជាចង់ជួប Shiro ម្ដងទៀតខ្លាំងណាស់និយាយគ្នាមិនទាន់ចប់ស្រួលបួលផងស្រាប់តែមានរឿងមួយត្រូវបានកើតឡើងដែលនៅពេលនេះដែរពពួក Hishaku បានធ្វើដំណើរមកដល់ទីនេះហើយនៅក្នុងដៃរបស់ពួកវាម្នាក់គឺមានវត្តមាននៅ Raiden Tenseki ទៀតផងឆាប់ឡើងអ្នកនរគ្នាសត្រូវបានចូលមកដល់ហើយ Uruha បាច់ទៅណាទេទៅសម្រាប់ចុះទុកទីនេះឲ្យខ្ញុំជាអ្នកចាត់ការបានហើយនៅត្រង់ចំណុចនេះដែរយើងបានឃើញថាផែនការរបស់ពួកគេគឺធ្វើយ៉ាងណាព្យាបាល Hakuri ឲ្យជាវិញដូចដើមនៅក្នុងរយៈពេលដ៏ឆាប់បំផុតហើយចំពោះពពួក Hishaku ដែលបានចូលមកអុកឡុកនៅក្នុងទីនេះគឺទុកឲ្យ Samura ជាអ្នកចាត់ការតែម្នាក់ឯងបានហើយស្របពេលជាមួយគ្នានេះដែរនៅខាងរបស់ Shiro វិញពួកគេក៏បានបើកការប្រយុទ្ធដូចគ្នាហើយអសសរម្នាក់នេះវាពិតជាមើងងាយទៅលើ Shiro ខ្លាំងមែនទែនដែលវាបានចោទប្រកាន់ទៅលើ Shiro ថាពិតជាល្ងងខ្លាំងណាស់ដែលទុកឲ្យម្ចាស់របស់ Enchanted Blade នៅតែម្នាក់ឯងបែបនេះហើយមិនយូរទេបន្ទាយ Senku Suchi នឹងត្រូវគ្នារបស់ពួកវាកំទេចចោលមួយទៀតហើយដែលមើលទៅគឺដោយអ្វីដែលវាបាននិយាយពិតមែនដោយសារតែនៅពេលនេះវិហារ Senku Suchi ត្រូវបានវាយប្រហារយ៉ាងពេញទំហឹងកុំខ្វល់ច្រើនអីឆាប់ព្យាបាលទៅលើ Hakuri ភ្លាមទៅក៏ប៉ុន្តែលោក Uruha ចុះនរណាគេទៅទប់ទល់ជាមួយនឹងពួកវាទៅគ្មានអ្វីត្រូវខ្វល់ទេបើតាមខ្ញុំសង្កេតឃើញពពួកសត្វសរដែលមានវត្តមាននៅទីនេះគឺខ្លាំងជាងពពួកសត្វសរដែលបានវាយប្រហារបន្ទាយ Senso ទៅទៀតហើយបើសិនជានៅពេលនោះខ្ញុំមានសមត្ថភាពប្រហាក់ប្រហែលជាមួយនឹងគាត់គ្នារបស់ខ្ញុំក៏មិនត្រូវស្លាប់បែបនោះដែរដែលចំពោះគាត់នៅក្នុងពេលឥឡូវនេះពពួកសត្វសរទាំងអស់នេះគឺគ្មានអ្វីអស្ចារ្យទេកាត់ទៅដល់បរិវេណនៅខាងក្រៅវិញនៅពេលនេះ Samura ពិតជាសប្បាយចិត្តខ្លាំងមែនទែនគឺដោយសារតែគាត់ចិត្តបានជួបជាមួយនឹង Shiro ហើយដែលគាត់សប្បាយចិត្តដល់ថ្នាក់ចូលទៅប្រយុទ្ធជាមួយនឹងពពួកសត្វសរទាំងអស់នោះតែម្នាក់ឯងតែម្ដង
ហើយតាមពិតទៅការពីអតីតកាលសាមរ៉ាក៏បាននាំជារ៉ូមកលេងផ្ទះរបស់គាត់ផងដែរហើយនៅពេលនោះហើយដែលយើងបានដឹងអំពីមូលហេតុដែលសាមរ៉ាត្រូវបានខ្វាក់ភ្នែកដែលតាមពិតទៅភ្នែកទាំងពីរសងខាងរបស់គាត់គឺគាត់ជាអ្នកធ្វើឲ្យខ្វាក់ខ្លួនឯងនោះទេហើយមូលហេតុវិញនោះគឺដោយសារតែគាត់បានយល់ឃើញថាការមើលឃើញគឺជារឿងមួយដែលខុសឆ្គងជាទូទៅមនុស្សម្នាក់តែងតែសម្រេចចិត្តទៅលើរឿងអ្វីមួយតាមអ្វីដែលពួកគេមើលឃើញតែប៉ុណ្ណោះហើយការមើលឃើញនោះទៀតសោតជួនកាលគឺវាមិនត្រូវ 100% ទេដែលសាមរ៉ាជឿថាការសម្រេចចិត្តបែបនេះគឺជារឿងដែលខុសឆ្គងបំផុតហើយមានតែការសម្រេចចិត្តដោយការគិតនិងការពិចារណាតែប៉ុណ្ណោះដែលជារឿងត្រឹមត្រូវដូច្នេះហើយដើម្បីកុំឲ្យការមើលឃើញនេះមករំខានការគិតរបស់គាត់សាមរ៉ាក៏សម្រេចចិត្តកំទេចភ្នែកខ្លួនឯងចោលតែម្ដងដែលនេះហើយគឺជាមធ្យោបាយតែមួយគត់ដែលគាត់ជឿថាវានឹងអាចការពារគាត់ចេញពីអំពើបាបបានក៏ប៉ុន្តែខ្ញុំឮថាការជួបបារីក៏ធ្វើឲ្យយើងបាបដូចគ្នាពីព្រោះតែវាអាចធ្វើឲ្យមនុស្សយើងញៀនបានណាហើយមើលទៅឯងពិតជាញៀនជាមួយនឹងវាខ្លាំងណាស់សាមរ៉ាវាមិនញៀនទេយើងគ្រាន់តែឈប់ជក់វាទៅបានហើយក៏ប៉ុន្តែយើងបានឃើញឯងផ្ដាច់វាប៉ុន្មានដងហើយនៅពេលដែលគ្មានវាឯងដូចជាមនុស្សឈួនអញ្ចឹងយើងថាមិនញៀនគឺមិនញៀនហើយយើងបានសន្យាជាមួយនឹងព្រះរួចហើយដែលយើងមិនសាងអំពើបាបទៀតទេនៅត្រង់ចំណុចនេះដែរយើងបានដឹងថាសាមរ៉ាគាត់មិនចង់ធ្វើអំពើអាក្រក់ទៀតទេគឺដោយសារតែពេលនេះគាត់បានដើរចូលទៅកាន់ផ្លូវព្រះហើយនៅពេលដែលនិយាយជាមួយនឹងលោកឈីបារួចនៅពេលនោះគាត់បានបង្រៀនក្បាច់ដៃទៅកាន់ជារ៉ូទៀតផងកាន់មកដល់ស្ថានភាពនាពេលបច្ចុប្បន្នវិញនៅពេលនេះព្រះសង្ឃពីរនាក់បានចេញមកទប់ទល់ជាមួយនឹងពពួកហ៊ីសាគូតែម្ដងហើយសមត្ថភាពរបស់ពួកគាត់ក៏មិនអន់ដែរដែលពួកគាត់បានវាយបកទៅលើក្រុមហ៊ីសាគូវិញក៏ប៉ុន្តែដោយសារតែពពួកហ៊ីសាគូមានចំនួនច្រើនពួកគេទប់ទល់មិនបានយូរនោះទេមិនយូរប៉ុន្មានពពួកហ៊ីសាគូក៏បានវាយចូលទៅក្នុងវិហារបានសម្រេចហើយនៅក្នុងនោះក៏មានវត្តមានរបស់សាមរ៉ាចាំពួកគេជាការស្រេចលោកសាមរ៉ាលោកមកធ្វើអីនៅទីនេះឆាប់រត់គេចខ្លួនទៅខ្ញុំមិនអាចឲ្យអ្នកនរគ្នាលះបង់ជីវិតដោយសារតែខ្ញុំទេក៏រលែកមកខាងរបស់ហាហ្គរីវិញនៅពេលនេះគាត់មានការបារម្ភទៅលើសាមរ៉ាមែនទែនហើយបើតាមស្ដាប់ការសន្ទនារបស់ពួកគេយើងបានដឹងថាសាមរ៉ាគាត់មិនអាចចងចាំក្លិនរបស់មនុស្សទាំងអស់បានទេដែលគាត់អាចចាំក្លិនមនុស្សដែលគាត់ធ្លាប់ស្គាល់បានតែប៉ុន្មានអ្នកតែប៉ុណ្ណោះហើយគ្រាន់តែឮបែបនេះភ្លាមហាហ្គរីមានការឆោឡោផ្លែតតែម្ដងបើសិនជាសាមរ៉ាមិនអាចសង្កេតទៅលើក្លិនបានតើឲ្យគាត់ប្រយុទ្ធដូចម្ដេចទៅមិនបាច់ខ្វល់ច្រើនទេហាហ្គរីកាលណាសាមរ៉ាបញ្ចេញនូវសមត្ថភាពពិតរបស់គាត់អ្វីដែលពួកយើងត្រូវធ្វើគឺគ្រាន់តែឈរមើលទៅបានហើយចំណែកនៅខាងរបស់សាមរ៉ាវិញនៅពេលនេះពពួកហ៊ីសាគូបានហុំព័ទ្ធគាត់ចិត្តតែម្ដងប៉ុន្តែបើសិនជាសង្កេតមើលទឹកមុខរបស់សាមរ៉ានៅពេលឥឡូវនេះវិញគឺគាត់គ្មានអារម្មណ៍ថាភ័យខ្លាចបន្តិចសោះឡើយហើយមុននឹងចាប់ផ្ដើមការប្រយុទ្ធគាត់ក៏បានសុំខមាទោសទៅកាន់ព្រះផងដែរដែលគាត់មិនបានធ្វើតាមសន្យាបន្ទាប់ពីនិយាយចប់សាមរ៉ាក៏បានទម្លាក់កន្ទុយបារីរបស់គាត់ចុះទៅហើយមិនទាន់ជ្រុះដល់ដីផងកន្ទុយបារីនោះក៏ត្រូវបានដាច់ជាពីរតែម្ដងរួមទាំងក្បាលរបស់ម្នាក់នេះផងដែរដែលក្បាច់ដៃរបស់សាមរ៉ាគឺពិតជាសាហាវខ្លាំងមែនទែនហើយមានល្បឿនលឿនទៀតផងមិនចាំយូរពពួកហ៊ីសាគូក៏បានស្ទុះទៅវាយប្រហារលើសាមរ៉ាបន្ថែមទៀតហើយគ្រាន់តែសម្រួលទៅលើចង្វាក់ដង្ហើមតែបន្តិចសាមរ៉ាក៏បានស្ទុះទៅសម្លាប់ពួកវាខ្ទេចអស់រលីងហើយបើទោះជាគាត់មើលមិនឃើញពិតមែនក៏ប៉ុន្តែការចាប់ទីតាំងរបស់សត្រូវគឺមិនមែនជាបញ្ហារបស់គាត់ទេហើយនេះគឺដោយសារតែសាមរ៉ាមានក្បាច់ដាវមួយដែលពិសេសខ្លាំងមែនទែនជាមួយក្បាច់មួយនេះសាមរ៉ាមិនត្រូវការចក្ខុវិញ្ញាណមកជំនួយទេដែលអ្វីដែលគាត់ត្រូវធ្វើនៅក្នុងពេលនេះគឺគ្រាន់តែតាំងអារម្មណ៍ឲ្យស្ងប់ទៅបានហើយក្បាច់នេះទៀតសោតវាបានផ្ដល់សមត្ថភាពទៅឲ្យសាមរ៉ាអាចស្មានដឹងអំពីទំហំនិងទីតាំងរបស់សត្រូវបានហើយបើសិនជាយើងសង្កេតមើលទៅក្បាច់ដែលសាមរ៉ាប្រើនៅក្នុងការប្រយុទ្ធមួយនេះគឺវាដូចគ្នាជាមួយនឹងក្បាច់របស់អ៊ូរូហាដែរដែលតាមពិតទៅសាមរ៉ាជាអ្នកបង្រៀនក្បាច់នេះទៅកាន់អ៊ូរូហានោះទេហើយកាលណាដែលសាមរ៉ាបញ្ចេញនូវសមត្ថភាពហើយពួកទាំងនេះគឺគ្មានគីឡូទប់ទល់ជាមួយនឹងគាត់ឡើយមើលទៅពួកយើងប្រហែលជាមើលស្រាលទៅលើសមត្ថភាពរបស់ម្នាក់នេះពេកហើយពួកយើងគួរតែប្រើប្រាស់វាតាំងពីពេលចាប់ផ្ដើមមកម្លេះហើយដែលមើលទៅការប្រើសាសេរីធម្មតាមិនអាចយកឈ្នះទៅលើសាមរ៉ាបានពួកវាក៏សម្រេចចិត្តប្រើនៅរ៉ែដែល Tensiki មកជំនួយតែម្ដងហើយបន្ទាប់ពីបានប្រើនៅរ៉ែមួយនេះរួចកម្លាំងរបស់ពួកវាគឺកើនឡើងខ្លាំងមែនទែនមិនចាំយូរពួកវាក៏បានស្ទុះទៅរកសាមរ៉ាទាំងអស់គ្នាភ្លាមពិតជាគួរអាណិតខ្លាំងណាស់មើលទៅពួកឯងនឹងចុះទៅនរកទាំងអស់គ្នាហើយបន្ទាប់ពីសម្លាប់ពួកឯងរួចយើងក៏ត្រូវទៅនរកដូចគ្នាហើយនេះហើយគឺជាសមត្ថភាពពិតប្រាកដរបស់ Shichi Samura ជាគ្រូនៃគុនដាវ Lightweight Purity ហើយក៏ជាម្ចាស់របស់ Enchanted Blade Toby Mune អស់រយៈពេលជាយូរណាស់មកហើយពួកយើងតែងតែដើរពីក្រោយនៅផែនការរបស់ក្រុម Hishaku មួយជំហានជានិច្ចហើយបើទោះជាខំស្វែងរកព័ត៌មានរបស់ពួកវាយ៉ាងណាក៏ដោយខ្ញុំនៅតែរកមិនឃើញដដែលរហូតមកដល់ថ្ងៃដែលពួកវាបានលេចខ្លួនឡើងដោយឯងហើយខ្ញុំមិនបណ្ដោយឲ្យឱកាសមួយនេះកន្លងផុតនោះទេដែលខ្ញុំត្រូវតែរកចម្លើយឲ្យបានយើងឃើញថានៅពេលនេះដែរនៅខាងរបស់ Shiro ពួកគេបានបើកការប្រយុទ្ធហើយយើងពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានប្រយុទ្ធជាមួយនឹងឯង
Shiro ឬ Kuwera ហើយមិនបាច់គួរសមជាមួយនឹងយើងពេកទេដោយសារតែអាយុរបស់យើងគឺស្មើគ្នាមិនចាំយូរ Shiro ក៏បានស្ទុះទៅវាបហាភ្លាមប៉ុន្តែពិបាកសម្រាប់គាត់បន្តិចហើយនៅពេលនេះដោយសារតែពួកវាមានគ្នាច្រើនជាងដោយមិនចាំយូរអាម្នាក់នេះក៏បានបញ្ចេញនូវសុទ្ធសេរីក្រដាស់របស់វាចេញមកតែម្ដងហើយបើតាមមើលទៅក្បាច់មួយនេះមិនមែនប្រើនៅក្នុងការវាបហាទៅលើ Shiro នោះទេគឺវាបែរជាប្រើក្បាច់នេះដើម្បីរត់គេចខ្លួនទៅវិញហើយរឿងមួយដែលស្មានមកដល់នោះវាបែរជាដើរចូលទៅក្នុងរោងល្ខោនធ្វើប្រងើយហើយតាមពិតទៅអាម្នាក់នេះវាមានអំណួតខ្លាំងមែនទែនដែលវាបានគិតថាបើទោះជាគ្មានវត្តមានរបស់វាសិស្សសរទាំងអស់នោះក៏អាចយកឈ្នះទៅលើ Shiro បានដែរហើយអ្វីដែលវាត្រូវធ្វើនោះគឺការអង្គុយមើលល្ខោនដ៏គួរឲ្យធុញមួយនេះហើយក៏បានឆ្លៀតបញ្ជានៅក្រដាស់ពីចម្ងាយដើម្បីជួយទៅកាន់គ្នាពួកវាផងដែរហើយចំពោះ Shiro នៅពេលឥឡូវនេះវិញគាត់ពិតជាពិបាកទប់ទល់ជាមួយនឹងពួកវាមែនទែនដោយសារតែពពួកសិស្សសរដែលមានវត្តមាននៅទីនេះមិនមែនជាមនុស្សដែលមានសមត្ថភាពអន់ដូចទៅនឹងសិស្សសរដែលវាបហាទៅលើបន្ទាយ Senso ទេគឺពួកគេទាំងអស់គ្នាសុទ្ធតែដឹងអំពីតិចនិចនៅក្នុងការប្រយុទ្ធទាំងអស់ហើយបើសិនជាចង់យកឈ្នះទៅលើពួកគេ Shiro ប្រហែលជាពិបាកបន្តិចហើយមើលទៅកន្លែងល្អមើលត្រូវបានមកដល់ហើយនៅខណៈនោះដែរ Shiro បានវាយបុកចូលទៅក្នុងរោងល្ខោននោះតែម្ដងហើយគ្រាន់តែកាប់ប៉ុន្មានដាវក្បាលរបស់ពួកវាក៏បានធ្លាក់ចុះមកខាងក្រោមដែលនៅពេលនេះដែរក្នុងភ្នែករបស់ទស្សនិកជនទាំងអស់គ្នា Shiro គឺជាតួអង្គចិត្តអាក្រក់ពិតជាអស្ចារ្យមែនយើងប្រហែលជាមើលស្រាលទៅលើឯងពេកហើយត្រឹមរយៈពេលតែ3ឆ្នាំសោះក៏អាចប្រើនៅ Enchanted Blade បានយ៉ាងស្ទាត់ជំនាញយ៉ាងនេះក៏ប៉ុន្តែសូមឯងក្រឡេកទៅមើលនៅជុំវិញខ្លួនរបស់ឯងនៅពេលនេះទៅក្នុងភ្នែករបស់មនុស្សគ្រប់គ្នានៅពេលនេះឯងគឺជាបិសាចហើយមានតែយើងម្នាក់គត់ដែលយល់អំពីឯងឆាប់បិទមាត់របស់ឯងភ្លាមទៅអូខេអ្នកនរគ្នាអញ្ចឹងសម្រាប់ Manga Kakarabashi របស់យើងនៅ chapter នេះសូមចប់ត្រឹមប៉ុណ្ណឹងហើយចង់ដឹងតែសាច់រឿងទៅជាយ៉ាងណាទៀតយើងនឹងទៅតាមដានទស្សនាទាំងអស់គ្នានៅអាទិត្យក្រោយអូខេអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការតាមដានហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ